រឿងបណ្ដាសាបីសាច់កញ្ជ្រោងកន្ទុយ9 The Curse of the Nine-Tailed Fox Demon រឿងព្រេងនិទានអំពីសត្វកញ្ជ្រោងកន្ទុយ9 Nine-Tailed Fox ឬ Gimho នៅក្នុងវប្បធម៌កូរ៉េឬ Hyojin នៅក្នុងវប្បធម៌ចិនគឺជាប្រធានបទដ៏ល្បីល្បាញនិងមានការពេញនិយមនៅក្នុងរឿងភាគទូរទស្សន៍និងប្រឡោមលោកជាច្រើនរឿងបណ្ដាសាបីសាច់កញ្ជ្រោងកន្ទុយ9 លទ្ធផលស្វែងរកបានបង្ហាញយ៉ាងច្បាស់អំពីភាពពេញនិយមនៃរឿងភាគកូរ៉េ Tale of the Nine-Tailed កញ្ជ្រោងកន្ទុយ9និងរឿងភាគបន្តរបស់វាគឺ Tale of the Nine-Tailed 1938 ក្នុងវប្បធម៌អាស៊ីជាពិសេសកូរ៉េសត្វកញ្ជ្រោងកន្ទុយ9 Gimho ត្រូវបានគេស្គាល់ថាជាបិសាចដែលត្រូវបានបណ្ដាសាឬមានជោគវាសនាដ៏លំបាកដោយសារมันមានអត្ថបទវែងផ្លូវការដែលមានចំណងជើងដូចគ្នាទាំងស្រុងនោះខ្ញុំនឹងសង្ខេបសាច់រឿងទូទៅរបស់ Gimho ដែលទំនងជាប្រធានបទដែលអ្នកចង់ដឹងនិងសាច់រឿងរបស់រឿងភាគដ៏ល្បីល្បាញនេះសេចក្តីសង្ខេបនៃរឿងព្រេង Gimho កញ្ជ្រោងកន្ទុយ9 Gimho គឺជាសត្វចម្លែកនៅក្នុងទេវកថាកូរ៉េស្រដៀងនឹង Hyojin របស់ចិននិង Kitsune របស់ជប៉ុនលក្ខណៈសម្បត្តិវាជាសត្វកញ្ជ្រោងដែលមានអាយុកាលរាប់ពាន់ឆ្នាំនិងមានកន្ទុយរហូតដល់9វាមានសមត្ថភាពអាចផ្លាស់ប្ដូររូបរាងទៅជាមនុស្សស្រីដ៏ស្រស់ស្អាតដើម្បីល្បួងមនុស្សប្រុសបណ្ដាសាការស្វែងរក Gimho ជាធម្មតាចង់ក្លាយជាមនុស្សពិតប្រាកដដើម្បីសម្រេចបានគោលបំណងនេះវាត្រូវតែធ្វើតាមលក្ខខណ្ឌដ៏តឹងរ៉ឹងដូចជាមិនសម្លាប់មនុស្សរយៈពេល1000ថ្ងៃឬស៊ីថ្លើមឬបេះដូងមនុស្សចំនួន100នាក់និស័យ Gimho ត្រូវបានគេពណ៌នាថាមានទាំងភាពទាក់ទាញគួរឲ្យអាណិតនិងជាសត្វបិសាចដ៏សាហាវដែលបង្កការភ័យខ្លាចដល់មនុស្សសាច់រឿងរបស់ Tale of the Nine-Tailed កញ្ជ្រោងកន្ទុយ9រឿងភាគនេះបានបកស្រាយតួអង្គ Gimho តាមរបៀបទំនើបតួអង្គសំខាន់ Leon គឺជា Gimho បុរសដ៏មានឥទ្ធិពលដែលពីមុនជាវិញ្ញាណការពារភ្នំគាត់បានបោះបង់តួនាទីរបស់ខ្លួនដើម្បីរស់នៅក្នុងចំណោមមនុស្សអស់រយៈពេលរាប់រយឆ្នាំដើម្បីស្វែងរកការចាប់ជាតិឡើងវិញនៃនារីដែលខ្លួនស្រឡាញ់ដែលបានស្លាប់ដោយសារបណ្ដាសាដំណើររឿងគាត់បានជួបណាមជាជាផលិតករទូរទស្សន៍ម្នាក់ដែលមានការសង្ស័យនិងមិនខ្លាចជាញើតដែលកំពុងស៊ើបអង្កេតបាតុភូតអធម្មតានាងមានមុខមាត់ដូចគូស្នេហ៍ចាស់របស់ Leon បណ្ដាសារឿងនេះផ្ដោតទៅលើបណ្ដាសានៃជោគវាសនារបស់ Leon គឺការបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ម្ដងហើយម្ដងទៀតនិងការតស៊ូរបស់គាត់ប្រឆាំងនឹងបងប្អូនជីដូនមួយដ៏អាក្រក់របស់គាត់ព្រមទាំងការប្រយុទ្ធជាមួយសត្វបិសាចបុរាណតៃទៀតហើយបន្ទាប់មកខ្ញុំនឹងសង្ខេបសាច់រឿងលម្អិតបន្ថែមជូនអ្នកតែម្ដងការស្វែងរកវីដេអូសង្ខេបខ្ញុំបានរកឃើញវីដេអូមួយចំនួនដែលសង្ខេបរឿងភាគនេះជាភាសាខ្មែរសូមអភ័យទោសមុខងារស្វែងរកវីដេអូនៅលើ YouTube មិនអាចដំណើរការបាននៅពេលនេះទេសេចក្តីសង្ខេបលម្អិតនៃសាច់រឿង Tale of the Nine-Tailed ដោយសារខ្ញុំមិនអាចបង្ហាញវីដេអូបានខ្ញុំនឹងសង្ខេបសាច់រឿងសំខាន់របស់រឿងភាគនេះជូនអ្នក1តួអង្គសំខាន់និងជោគវាសនាLeon ជា Gimho កញ្ជ្រោងកន្ទុយ9ដែលមានអាយុជាង1000ឆ្នាំពីមុនគាត់ជាវិញ្ញាណការពារភ្នំ Mountain Spirit ដ៏មានឥទ្ធិពលគាត់បានបោះបង់តួនាទីរបស់ខ្លួនបន្ទាប់ពីគូស្នេហ៍មនុស្សរបស់គាត់ឈ្មោះAimបានស្លាប់គាត់ត្រូវជាប់កិច្ចសន្យាធ្វើការឲ្យការិយាល័យអន្តោប្រវេសន៍ក្រោយស្លាប់ Afterlife Immigration Office ដោយមានតួនាទីតាមចាប់បិសាចដែលបំពានច្បាប់នៅលើលោកមនុស្សណាមជាផលិតករទូរទស្សន៍វ័យក្មេងក្លាហានដែលជំនាញក្នុងការផលិតកម្មវិធីតាក់ទងនឹងបាតុភូតអធម្មតាកាលពីក្មេងឪពុកម្ដាយរបស់នាងបានបាត់ខ្លួនក្នុងគ្រោះថ្នាក់ចម្លែកមួយហើយនាងជឿថា Leon គឺជាមូលហេតុនៃរឿងនេះនាងជាការចាប់ជាតិឡើងវិញរបស់ Lee Wang ប្អូនប្រុសពៅរបស់ Leon ដែលជា Gimho កូនកាត់កញ្ជ្រោងកន្ទុយ9កាត់មនុស្សគាត់មានការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះបងប្រុសរបស់គាត់ដែលគាត់យល់ថា Leon បានបោះបង់ចោលគាត់ដើម្បីតែមនុស្សស្រីម្នាក់បណ្ដាសានៃសេចក្តីស្រឡាញ់រឿងផ្ដោតទៅលើការបំពេញកិច្ចសន្យារបស់ Leon គឺការតាមដានណាមជាដែលជាការចាប់ជាតិឡើងវិញរបស់ ដើម្បីជួយ ជាឲ្យបានកើតជាថ្មីម្ដងទៀត Leon ត្រូវតែប្រគល់គ្រាប់កញ្ជ្រោង Fox Beat ដែលជាប្រភពថាមពលរបស់គាត់ទៅឲ្យនាងនៅពេលដែលណាមជាជិតស្លាប់ដោយសារបិសាចមួយនាងត្រូវបានគ្រាប់កញ្ជ្រោងរបស់ Leon ការពារគ្រាប់នេះបានបង្រួមខ្លួននៅក្នុងខ្លួនរបស់នាងដែលធ្វើឲ្យនាងមានទំនាក់ទំនងជាមួយអតីតកាលរបស់ និង Leon 3សត្រូវសំខាន់នាគអាក្រក់ Emoji សត្រូវសំខាន់ក្នុងរឿងនេះគឺ Emoji នាគដែលមិនទាន់ក្លាយជានាគពេញលេញដែលជាបិសាចដ៏ចំណាស់ Emoji ចង់បំផ្លាញពិភពលោកនិងចង់បានណាមជាមកធ្វើជាគូកំណាញ់របស់វាពីព្រោះកាលពីជាតិមុនក្នុងខ្លួននាងត្រូវបានគេប្រើដើម្បីធ្វើជាកូនក្រមុំរបស់វា
ការប្រយុទ្ធដ៏ខ្លាំងក្លាបានកើតឡើងរវាងលីយ៉ុននិងអេម៉ូយេដើម្បីការពារណាមជីអា4ទីបញ្ចប់ដ៏សែនពិបាកដើម្បីផ្ដាច់បណ្ដាសារបស់អេម៉ូយេនិងជួយសង្គ្រោះណាមជីអាពីការស្លាប់លីយ៉ុនបានសម្រេចចិត្តលះបង់ជីវិតរបស់ខ្លួនដោយលោតចូលទៅក្នុងនរកជាមួយអេម៉ូយេលីយ៉ុនបានស្លាប់បាត់បង់ជីវិតក្នុងឋានៈជាបិសាចកញ្ជ្រោងក្រោយមកណាមជីអាបានខិតខំស្វែងរកមធ្យោបាយដើម្បីនាំយកលីយ៉ុនត្រឡប់មកវិញអរគុណដល់ការលះបង់របស់ប្អូនប្រុសលីរ៉ាំងនិងជំនួយពីអាទិទេពលីយ៉ុនត្រូវបានអនុញ្ញាតឲ្យចាប់កំណើតឡើងវិញក្នុងនាមជាមនុស្សធម្មតាដែលមានសេចក្តីស្រឡាញ់ពេញលេញចំពោះណាមជីអា